បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកប្រធានបទមួយទៀតតាក់ទងទៅនឹងតួនាទីអាស៊ានបាទតួនាទីអាស៊ានលោកគ្រូលើកយកមក4ផ្នែកសំខាន់មានផ្នែកនយោបាយគ្រូលើកយកមក3ទី1ជួយរក្សាសន្តិសុខសន្តិភាពនៅក្នុងតំបន់និងអន្តរជាតិទី2ជួយដោះស្រាយវិវាទឬក៏ចំនួនទើសទែងគ្នានៅក្នុងតំបន់និងអន្តរជាតិទី3ធ្វើឲ្យមានឯកភាពគ្នាក្នុងការដឹកនាំស្របតាមលទ្ធិប្រជាធិបតេយ្យចំពោះសេដ្ឋកិច្ចគ្រូលើកយកមក4សំខាន់បាទទី1គឺជួយអភិវឌ្ឍសេដ្ឋកិច្ចតំបន់អាស៊ានឲ្យរីកចម្រើនលើផ្នែកកសិកម្មឧស្សាហកម្មពាណិជ្ជកម្មគមនាគមន៍ទេសចរនៅក្នុងតំបន់និងពិភពលោកទី2គឺផ្នែកសេដ្ឋកិច្ចគឺជួយជំរុញឲ្យតំបន់អាស៊ាននឹងគឺរីកចម្រើនអភិវឌ្ឍលើផ្នែកទីផ្សារដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជឿនលឿនទី3នេះគឺជួយតំបន់អាស៊ានឲ្យកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនតាមរយៈកិច្ចសហប្រតិបត្តិការងារផ្សេងៗហើយទី4នឹងគឺជួយតំបន់អាស៊ានមានការងារធ្វើនិងប្រាក់ចំណូលដល់ប្រជាជននៅក្នុងតំបន់ចំពោះផ្នែកសង្គមលោកគ្រូលើកយកមក3សំខាន់គឺតួនាទីរបស់អាស៊ានផ្នែកសង្គមនេះគឺជួយឲ្យតំបន់អាស៊ាននឹងគឺមានការគោរពសិទ្ធិមនុស្សកាន់តែប្រសើរឡើងហើយនឹងសមភាព gender កាន់តែប្រសើរទី2នេះគឺជួយឲ្យតំបន់អាស៊ានមានទំនាក់ទំនងគ្នាកាន់តែប្រសើរឡើងរវាងប្រជាជាតិនៅក្នុងតំបន់និងពិភពលោកហើយទី3នេះគឺជួយឲ្យតំបន់អាស៊ានមានការអភិវឌ្ឍលើផ្នែកសង្គមគិច្ចបច្ចេកទេសវិទ្យាសាស្ត្ររដ្ឋបាលធនធានមនុស្សសិទ្ធិមនុស្សក្នុងតំបន់ហើយនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗចុងក្រោយនេះគឺតួនាទីអាស៊ាននេះគឺផ្នែកវប្បធម៌ជួយឲ្យតំបន់អាស៊ានមានការរីកចម្រើនអភិវឌ្ឍលើផ្នែកអប់រំប្រពៃណីទំនៀមទម្លាប់សិល្បៈកីឡាធនធានមនុស្សបច្ចេកវិទ្យាវិទ្យាសាស្ត្រជាដើម